លើកហាត់នេះគឺជារបាំបួងសួងព្រាហ្មណ៍ដែលជារបាំបុរាណខ្មែរយើងតើអ្នកគ្នាប្រហែលជាធ្លាប់បានឃើញពីមុននៃការសម្ដែងនេះនៅក្នុងពិធីបុណ្យពិធីសាសនាឬក៏ពិធីបួងសួងផ្សេងៗដើម្បីសុំនូវសេចក្តីសុខនិងសិរីមង្គលនេះមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃសិល្បៈបុរាណខ្មែរប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីបង្ហាញពីជំនឿការគោរពនិងការផ្សារភ្ជាប់រវាងមនុស្សជាមួយនឹងអំណាចស័ក្តិសិទ្ធិនិងទេវតាទៅតាមជំនឿបុរាណផងដែររបាំនេះត្រូវបានសម្ដែងក្នុងពិធីសក្ការៈបូជាពិធីបួងសួងនិងពិធីសំខាន់ៗផ្សេងៗដើម្បីគោរពទៅដល់ទេវតាបុព្វបុរសដែលប្រជាជនខ្មែរយើងជឿថាជាអ្នកថែរក្សានិងអ្នកប្រទានពរជ័យទៅដល់ផែនដីនិងប្រជារាស្ត្រយើងក្នុងអតីតកាលរបាំបួងសួងព្រាហ្មណ៍ក៏ត្រូវបានប្រើនៅក្នុងពិធីព្រះរាជកិច្ចនិងពិធីសាសនាធំៗដើម្បីបង្កើនសិរីមង្គលនិងភាពរុងរឿងដល់ប្រជាណាចក្រកម្ពុជាយើងសម្លៀកបំពាក់របស់អ្នករបាំតែងតែមានភាពប្រណិតស្រស់ស្អាតហើយនឹងគោរពទៅតាមលក្ខណៈសិល្បៈនិងក្បួនខ្នាតរបស់បុរាណខ្មែរយើងដូច្នេះហើយទាំងគ្រឿងអលង្ការក្បាច់តុបតែងនិងពណ៌សម្លៀកបំពាក់គឺឆ្លុះបញ្ចាំងពីតម្លៃសេចក្តីថ្លៃថ្នូរប្រណិតភាពនិងភាពល្អឥតខ្ចោះដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃប្រទេសកម្ពុជាខ្ញុំនេះគឺជាមោទនភាពដ៏ធំមែនទែនដែលខ្ញុំមានឱកាសក្នុងការក្រងឈុតមួយនេះគឺជាអនុស្សាវរីយ៍ប្រចាំជីវិតផងដូចជាបទពិសោធន៍ដ៏មានតម្លៃមួយក្នុងការមានឱកាសតំណាងឲ្យតួអង្គនៃរបាំបួងសួងព្រាហ្មណ៍និងសម្ដែងនៅក្នុងតួអង្គនេះដើម្បីសុំសេចក្តីសុខនិងសិរីមង្គលសម្រាប់កម្មវិធីទាំងមូលនិងខ្ញុំក៏ចង់ឲ្យអ្នកគ្នាឃើញនៅសកម្មភាពបងដែលជាគាត់មានជំនាញជាអ្នកតែងគ្រឿងហ្នឹងតែគាត់ខិតខំដល់កម្រិតណាទើបអាចរងឈុតតួនាយរងដ៏លំបាកនេះបានតែគិតថាអូអ្នករួមអ្នកពាក់ប្រកាសជាពិបាកអីគាត់ត្រូវធ្ងន់គាត់ត្រូវក្រងឈុតតែអ្នកគ្នាអាចមើលកម្លាំងនៅអ្នករចនានៃការស្លៀកពាក់នេះបានគឺគាត់ខិតខំមែនទែនពីព្រោះសម្លៀកបំពាក់ខ្មែរយើងមិនដេស្រាប់គ្រាន់តែលើកស្លៀកឯណាគ្រប់យ៉ាងគឺត្រូវបត់ទៅតាមភ្លីក្បួនខ្នាតពីបុរាណដេផងចងផងចឹងគ្រប់សម្លៀកបំពាក់របាំទាំងអស់គឺអត់ដេមកស្រាប់គ្រាន់តែលើកពាក់ឯងគ្រប់សម្លៀកបំពាក់ទាំងអស់ត្រូវបញ្ចេញគ្នាឬក៏ត្រូវដេបញ្ចូលទៅតាមទំហំខុសៗគ្នានៃនេតការីរបាំគ្រប់រូបដូចខ្ញុំទូចអញ្ចឹងត្រូវដេបញ្ចូលទាំងអស់គាត់ត្រូវប្រើកម្លាំងកាយគាត់ខ្លាំងណាស់បំពាក់មួយគឺមានការដិនរចនានិងខះខ្មឹកមែនតើអញ្ចឹងគាត់ត្រូវប្រើកម្លាំងដៃក្នុងការចាក់មកចូលដើម្បីដេឈុតមួយហ្នឹងគឺពិបាកខ្លាំងណាស់លើពេលហ្នឹងក៏ខ្ញុំចង់អរគុណទៅកាន់បងអ្នកតែងគ្រឿងទាំងអស់ដែលពុះពៀគ្រប់ឧបសគ្គដើម្បីទៅឲ្យនេតការីចេញសម្ដែងទៅមានតែពាក្យមួយម៉ាត់ទេគឺស្រស់ស្អាតហើយផលិតភាពបងគ្នាអាចសាកសម័យតិចមើលក្នុងឈុតរបាំមួយឈុតត្រូវចំណាយថវិកាចិត្តកាយញើសឈាមនិងបណ្ណាទើបអាចផលិតនៅឈុតមួយបានសារឈុតនីមួយៗគឺធ្វើឡើងពីដៃទាំងអស់គឺអត់មានម៉ាស៊ីនណាដែលអាចមកគូវាសឬក៏ប៉ាក់ដិននៅលើសម្លៀកបំពាក់នេះបានទេនេះគឺជាតួអង្គព្រាហ្មណ៍ដែលកំពុងសម្ដែងនៅក្នុងរបាំបួងសួងអត្ថន័យសំខាន់របស់របាំនោះគឺដើម្បីបង្ហាញនូវសេចក្តីជំនឿការគោរពការបួងសួងសុំសេចក្តីសុខសន្តិភាពសម្បូរបែបទទួលបានភោគផលល្អនិងការការពារប្រទេសកម្ពុជាពីគ្រោះមហន្តរាយផ្សេងៗកាយវិការនៃរបាំមានភាពរវត់រវន់ទន់ភ្លន់ស្ងប់ស្ងាត់ពោរពេញទៅដោយអត្ថន័យចលនានីមួយៗគឺតំណាងឲ្យការថ្វាយបង្គំការអញ្ជើញពរជ័យអមជាមួយចង្វាក់ភ្លេងប្រពៃណីខ្មែរដែលជួយបង្កើននូវបរិយាកាសស័ក្តិសិទ្ធិនិងស្ងប់ស្ងាត់ផងដែរសុខសាន្ត